I've been running through the noise of the city lights, chasing dreams that fade away overnight. មានច្រើននេះឃើញនេះយើងលេងអាហ្នឹងគេហៅស្អីគេយើងលេងបានយើងដាក់មានមេអំបៅមានអីដាក់មេអំបៅទៀតមកយើងដាក់ចូលហើយយើងអស់មកយើងចង់ឲ្យមានមេអំបៅអីចឹងចេះដាក់ឆ្នៃចឹងណាជំរាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាថ្ងៃនេះខ្ញុំចែកលេខតាក់ទងនឹងការបង្កើតបទចម្រៀងយើងចម្រៀង AI បងប្អូនអញ្ចឹងយើងត្រូវមាន account ChatGPT ដើម្បីយើងទៅសេ prompt ទៅសេអត្ថបទចម្រៀងហើយបន្តមកទៀតយើងចូលទៅកាន់ website នេះបងប្អូននេះហើយយើងចុះឈ្មោះ register អីចឹងទៅបងប្អូនអាច sign up វាទៅហើយយើងភ្ជាប់ជាមួយនឹង account Gmail របស់យើងហ្នឹងបងប្អូនអាចភ្ជាប់ជាមួយនឹង account Gmail ហើយបន្តមកទៀតនេះបងប្អូនវាយើងមិនបាច់អានេះយើងមិនបាច់ចាំមើលការណែនាំរបស់វាទេតែគ្រាន់ថាយើងខ្វែងទៅហើយយើងមានបន្ទុកវាឲ្យយើងទិញក៏បើយើងទិញមួយខែ8ដល់2យើងអាចផលិតបទចម្រៀងបានច្រើនអញ្ចឹងទៅប៉ុន្តែយើង free ទេព្រោះអីយើងមានបន្ទុក180បន្ទុកដែរបងប្អូនណាហើយwebsite នេះល្អយទៅវាมันខុសពី website Sono បងប្អូន Sono AI ក៏ខ្ញុំមានដែរខ្ញុំបានទិញមួយខែ$10មើលចូលទៅកាន់ជីខ្ញុំម្ដងមកកាន់ Gmail របស់ខ្ញុំ Sono AI អានេះយើងគេផលិតបទចម្រៀងអីគេផលិតនៅលើ Sono AI បងប្អូនយើងអានឹងក៏ល្អដែរបងប្អូនបើយើងមានលុយយើងអាចទិញនៅ Sono AI ក៏បានដែរតែខ្ញុំបរៀនឲ្យបងប្អូនចេះផលិតបទចម្រៀងស្រួលហ្មងហើយនេះអាកន្លែង create នេះបងប្អូនណានេះអានេះ version 5បងប្អូនណានេះបទចម្រៀងខ្ញុំមានច្រើនហ្នឹងបងប្អូនណាខ្ញុំ convert ជាបទចម្រៀងពីអក្សរខ្មែរទៅអង់គ្លេសអញ្ចឹងណាបងប្អូនយើងផលិតបទចម្រៀងបានច្រើនឥឡូវយើងចូលទៅ website មិញហ្នឹងទៅយើងផលិតចម្រៀងទី1យើងត្រូវមាន ChatGPT ទី2យើងចូលទៅកាន់ website បង្កើតបទចម្រៀង AI ហ្នឹងទី3យើងផលិតជារូបភាពហើយទី4យើងកាត់បទចម្រៀងឲ្យ CapCut អីយើងវាបង្កើតបទចម្រៀងឲ្យអញ្ចឹងណាយើងផលិតជាវីដេអូឥឡូវយើងទៅសេប្រងទៅអញ្ចឹងយើងមានអីពិបាកទេបងប្អូនអញ្ចឹងយើងទៅចេះទៅសេខ្មែរយើងទៅសេខ្មែរទៅអញ្ចឹងយើងឲ្យឆ្ងាត់ GPT គាត់អញ្ចឹងខ្ញុំទៅសេ font អង្គខ្មែរអញ្ចឹងខ្ញុំទៅសេថាសូមជួយបង្កើតបទចម្រៀងអង់គ្លេសអញ្ចឹងណាហ្នឹងហើយដែលល្អបំផុតដល់ខ្ញុំចំនួន1បទបងប្អូនអាចបង្កើតឲ្យវាបង្កើតប្រហែលចម្រៀងក៏បានដែរតែខ្ញុំឧទាហរណ៍អញ្ចឹងណាហ្នឹងហើយ1បទហើយបន្តមកទៀត1បទពីរោះពេញនិយមយើងចេះតែដាក់ទៅយើងអាចឆ្នៃទៅពេញនិយមហ្នឹងហើយក្នុងឆ្នាំយើងអាចទៅយើងសរសេរអញ្ចឹងណាឆ្នាំ2026អញ្ចឹងទៅតមកយើងចុចមកវានឹងផលិតសរសេរជាបទចម្រៀងដែលល្អឲ្យយើងហ្នឹងមួយបទទេបងប្អូនឃើញទេនេះចេញមកល្អមែនតើហ្មងហើយមានជាងវា title ចំណងជើងបទចម្រៀងឃើញទេបងប្អូនឃើញទេស្រួលមែនតើហ្មងយើងតែឲ្យតែយើងចេះសរសេរខ្មែរវាចេញឲ្យហ្មងឃើញទេបងប្អូនឃើញទេវាល្អមែនតើហ្មងហើយ account ខ្ញុំ account ChatGPT teacher អញ្ចឹងយើងប្រើបានរយៈពេល2ឆ្នាំបងប្អូនណា
យើងអាចប៉ានេះបងខ្ញុំប្រើ2ឆ្នាំបងបើរបស់ free វាពិបាកតិចបងប្អូនវា load ចេញច្រើនណាញ៉ៃតែយើងលក្ខណៈ pro ចេះវាស្រួលប្រើអញ្ចឹងយើងគ្រាន់តែ copy អត្ថបទចម្រៀងបងប្អូន copy កន្លែងនេះឃើញទេអាកន្លែង version ទី1ខ្ញុំមកដល់កន្លែងនេះមកហើយយើងចុច copy មកបងប្អូនហើយយើងចូលទៅកាន់ website ដែលយើងចុះឈ្មោះហ្នឹងហើយយើងផាកអត្ថបទហ្នឹងចូលទៅបងប្អូនហ្នឹងហើយអញ្ចឹងសូមបញ្ជាក់ថាយើងអាចផលិតបទចម្រៀងបានតែម្ដងទេសារវាកាត់ credit យើងអស់ច្រើនណាបងប្អូនអញ្ចឹងតែបើយើងមាន account Gmail ច្រើនយើងអាចផលិតបទចម្រៀងបានច្រើនហើយវាល្អទៀតហើយយើងគ្រាន់តែចុច start ទៅនេះបងប្អូនចុចកន្លែង start con ហ្នឹងហើយបន្តមកវាទៅសេបទចម្រៀងឲ្យយើងស្អាតមែនតើមកចាំមើលបងប្អូននិយាយទៅមកអែមបងប្អូនហើយវាឲ្យយើងជ្រើសរើស style ទៀត style សម្រាប់ចម្រៀងយើងទៀតបងប្អូនអញ្ចឹងឃើញបងប្អូនវាចេញមកបងប្អូនវាទៅសេឲ្យយើងសេព្រមយើងនេះបងប្អូនឃើញទេនេះ link សេមកលឿនមែនតើបងប្អូនឃើញទេវាផលិតបទចម្រៀងឲ្យយើងមកឃើញទេនេះយើងរងចាំមកយើងរងចាំវាលយបងប្អូនឃើញទេនេះវានិយាយទៅអត់មានពិបាកទេបងប្អូនវាស្រួលមែនតើហ្មងងាយស្រួលងាយស្រួលមែនតើហ្មងនេះអានេះឃើញ front វាទៅសេឲ្យយើងទៀតមកអែមបងប្អូនវារៀបចំឲ្យត្រូវនឹងប័ណ្ណចម្រៀងយើងបងប្អូនវាលេងអា style នេះឃើញទេបងប្អូនចាំមើលយើងខ្ញុំ play ឲ្យបងប្អូនមើលស្ដាប់ចាំមើលនេះហើយប័ណ្ណចម្រៀងនេះបងប្អូនឃើញនេះឃើញបងប្អូនវាសរសេរល្អមែនតើហ្មងនេះអាកន្លែង fall style គេនេះប្រងនៅគេប័ណ្ណចម្រៀងព្រោះទៀតហើយខ្ញុំអត់ខ្លាច copyright ដោយសារប័ណ្ណចម្រៀងខ្ញុំ original បងប្អូនណាវាអត់មានជាប់ copyright ទេឃើញទេបងប្អូនឃើញទេឮសំឡេងព្រោះហើយឃើញទេបងប្អូនហើយបន្តមកទៀតយើងធ្វើការ download បទចម្រៀងហ្នឹងយើងមើលយើងត្រូវមើលកន្លែងណាយើងអាច download បានបងប្អូនណាយើងចុចទៅយើងអាច download ខ្ញុំរកមើលសិនវាឲ្យយើង download ឡើងណាមើលឡើងនេះឃើញនេះឃើញវាសរសេរឲ្យមកស្អាតបងប្អូននិយាយទៅ website ល្អមែនទែនវាស្រួលជាង Sono ទៀតតាមថាតែគ្រាន់ថាអ្នកដែលប្រើ Sono ក៏ស្រួលដែរយើងឲ្យតែយើងចេះហើយយើងចុចទៅលើកន្លែងហ្នឹងហើយយើងមានបងប្អូននេះឃើញទេមានឃើញអាកន្លែងនេះวันអត់តនៅឡើងដូនយើងចុចសញ្ញាកន្លែងនេះមកនេះបូកចូលយើងមើលឡើងនេះបងប្អូនយើងចុចឲ្យឡើងនេះសញ្ញាឡើងនេះបងប្អូននេះសញ្ញានេះគឺសញ្ញា download បងប្អូនណាវាឲ្យ download ជា file mp3 WAV ឬក៏ video ជាអីអញ្ចឹងយើងត្រូវការ download file mp3 អញ្ចឹង download mp3 បងប្អូនណាឥឡូវមួយហើយលើយើងចូលកន្លែង video មួយទៀតមើលបទចម្រៀងមួយទៀតមើលព្រោះអត់ហើយយើងត្រូវការ download យើងចុចកន្លែងហ្នឹងមកនេះអញ្ចឹងវាទៅសេឲ្យយើងមក set ហ្មងយកទៅបទចម្រៀងព្រោះហើយយើងមាន Gmail ច្រើនទៅវាកាត់អស់លេងកាត់អស់120ហ្នឹងវា180ហើយយើង download ហ្មងបទព្រោះអញ្ចឹងយើងបានបទចម្រៀងហើយបងប្អូនហើយយើងត្រូវការផលិតជារូបភាពបងប្អូនចូលទៅកាន់ website នេះបងប្អូនណា Google ដែរបងប្អូនណាវា Google SX ហើយយើងធ្វើការ login sign in ជាមួយវាទៅវា free តែវាបង្កើតឲ្យយើងរូបភាពស្អាតអីចឹងច្រើនចឹងយើងអាចផលិតជារូបភាពអីចឹងសម្រាប់បទចម្រៀងយើងបងប្អូនណាអញ្ចឹងហើយបន្តមកទៀតនេះបងប្អូននេះយើងឲ្យchat GPT ហ្នឹងវាសរសេរសរសេរជារូបភាពឲ្យយើង
ចឹងខ្ញុំទៅសេឲ្យវាចាំមើលខ្ញុំទៅសេជាខ្មែរទេខ្ញុំអត់ខ្ញុំប្រើតែអក្សរខ្មែរហ្នឹងចឹងខ្ញុំទៅសេឲ្យវាសូមជួយអឺទៅសេបង្កើតសូមជួយបង្កើតនឹងហើយរូបភាពឬប្រមតមកឲ្យត្រូវនឹងឲ្យត្រូវនឹងអត្តន័យបទចម្រៀងនេះហ្នឹងហើយបន្តមកវានឹងទៅសេប្រងឲ្យយើងនេះវាពិសេសជាប្រងដែរខ្ញុំចង់បានជាប្រងខ្ញុំចង់បានប្រងចឹងទៅហ្នឹងហើយរូបភាពហ្នឹងហើយសូមជួយសរសេរប្រងតមកវានឹងទៅសេប្រងឲ្យយើងមួយទៀតហ្នឹងហើយតមកអានេះរូបភាពបងប្អូនឃើញទេរូបភាពមិញហ្នឹងដូចបទចម្រៀងមិញបទមានបទប្រុសបទស្រីហ្នឹងហើយឃើញយើងទៅសេតែខ្មែរហ្នឹងមកយើងអត់តែយើងចេះសរសេរខ្មែរយើងគ្រាន់តែ copy បងប្អូននេះឃើញ copy អាកន្លែង image ហ្នឹងមកហើយយើងចូលទៅកាន់អាកន្លែង website Google SSX ហ្នឹងមកហើយយើងជ្រើសរើសនេះ image SSX មកយើងអាច copy ប្រងយើងហ្នឹងព្រំយើងហ្នឹងហើយយកមក generate ហើយយើងអាចសរសេរយើងអាចជ្រើសរើសមាន9.16 ប្រឈរមានផ្ដេកអញ្ចឹងខ្ញុំជ្រើសរើសផ្ដេកបងប្អូនណានេះ 9.16.9 អញ្ចឹងខ្ញុំចុច generate មកវានឹងបង្កើតរូបភាពស្អាតឲ្យយើងបងប្អូនណាតែយើងចង់បានរូបភាពប្រមាណក៏បានដែរអញ្ចឹងនៅបងប្អូនឆ្លាញ់រូបភាពមួយណាបងប្អូនយករូបភាពហ្នឹងទៅមើលរូបភាពវិញចេញមកស្អាតទេយើងឆ្លាញ់រូបភាពមួយណាយើង generate ទៅបើយើងអត់ឆ្លាញ់យើងចុចទៀតទៅបងប្អូនតើយើង generate ដែលរូបភាពណាដែលយើងគិតថាស្អាតទៅណាបងប្អូនសម្រាប់គ្នាយើងដែលអ្នកបិទនិយាយទៅអ្នកដែលលេងហ្គេមលេងអីនេះខ្ញុំចង់ឲ្យបងប្អូនងាកមកផលិតចេះផលិតជាបទចម្រៀង AI ឬក៏រឿងយើងអាចរលួយធ្វើការរៀនសូត្រអីក្នុងការរលួយជាមួយនឹងonline ដូចជា Facebook អីចឹងណាឥឡូវយើងបាន download រូបភាពហើយយើងចូលទៅកាន់ CapCut ដើម្បីយើងកាត់រូបភាពហ្នឹងហើយយើងចុច create new project ទៅបងប្អូនហ្នឹងហើយធ្វើការយើងកន្លែងយើង download រូបភាពហ្នឹងមកនេះយករូបភាពហ្នឹងបងប្អូនឃើញទេយើងយកតែមួយក៏បានដែរបងប្អូនយកតែមួយទៅរូបភាពណាមួយហើយបទចម្រៀងយើងយកបទចម្រៀងមួយណាដែលយើងគិតថាស្រឡាញ់ហើយយើងវាល្អអញ្ចឹងយើងអាចយកមួយបានបងប្អូនណាអញ្ចឹងខ្ញុំយកមួយមកបទចម្រៀងព្រោះច្រើនបទចម្រៀងវាមានដល់3នាទីអីចឹងនេះបងប្អូនណាហើយយើង play ទៅហើយយើងចាប់បទចម្រៀងចាប់រូបភាពមកបងប្អូនចាប់រូបភាពមកអានេះធ្វើស្រួលទេបងប្អូនយើងហើយយើងអស់មកឲ្យត្រូវបទចម្រៀងមកទាញមកហើយយើងជ្រើសរើសឲ្យវាប្រភេទផ្ដេកចឹងបងប្អូនណាអញ្ចឹងយើងអស់តិចចឹងអញ្ចឹងហ្នឹងបងប្អូនឃើញទេហើយបន្តមកទៀតយើង play បទចម្រៀងទៅយើងចុច play មកហើយយើងចង់ឲ្យវាមកទៅវាកាន់តាឲ្យវារត់អសរលើបទចម្រៀងហ្នឹងដែលវាច្រៀងហ្នឹងយើងដាក់សេរីអង់គ្លេសអញ្ចឹងយើងចុចកន្លែង subtitle នេះបងប្អូននេះហើយយើងជ្រើសរើសនេះកន្លែងភាសានេះយើងអាចជ្រើសរើសភាសាច្រើនណាបងប្អូនណាហើយអង់គ្លេសខាងក្រោម normal អញ្ចឹងទៅយើងហើយតមកយើងចុច generate ទៅប៉ុន្តែអានេះលក្ខណៈថាវា account យើង account pro អីចឹងណាប៉ុន្តែខ្ញុំធ្វើឲ្យបងប្អូនមើលយើងធ្វើ account pro មិន
ចឹងគេបរៀនច្រើនអ្នកហើយទៅនៅលើ YouTube ហ្នឹងតែយើងចាំមកចូលមើលបងប្អូនចាំមើលអត់ load ចេញជា subtitle ជាភាសាអង់គ្លេសចឹងមិនដឹងអត់ដឹងដែរមើលឡើយខ្ញុំមើលអាចទៅឡើយទីមើលមកវាអត់ចេញចឹងអូនេះបងប្អូនឃើញចេញនេះអញ្ចឹងបងប្អូនអាចចុចទៅឡើងកន្លែងនេះក៏បានដែរនេះហើយយើងទៅវាចេញមកទៅពេលវាច្រៀងទៅវាលោតអក្សរមកនេះបងប្អូនចាំមើលនេះឃើញទេ I've been running through the noise of the city light, chasing dreams that fade away overnight. ហើយបន្តមកទៀតយើងធ្វើឲ្យ style លក្ខណៈថាចង់បាន style បែបណាយើងយក style ទៅ style អក្សរហ្នឹងឲ្យវាស្អាតឲ្យត្រូវនឹងបទចម្រៀងយើងលេង style លេងខ្លះចឹងណាបងប្អូនយើងមាន style មានអីចឹងទៅយើងលេងទៅណាបងប្អូនយើងអាចលេងយើងនឹងហើយយើងមានបេះដូងមានអីនេះឃើញមានច្រើនឡើយនេះមកចុចមកតមកយើងម្ដងទៀតនេះបងប្អូនឃើញលើចេញមក I've been running through the noise of the city light, chasing dreams that fade away overnight. Every road I take feels unfamiliar. Every face I see looks similar. But in the middle of the chaos, ហើយយើងអាចលេងយើងដាក់ឲ្យវាយើងចង់ក្របវាឲ្យស្អាតជាងហ្នឹងក៏បានបងប្អូនអាចលេងមានច្រើននេះឃើញនេះយើងលេងអាហ្នឹងគេហៅស្អីគេយើងលេងបានយើងដាក់មានមេអំបៅមានអីដាក់មេអំបៅទៀតមកយើងដាក់ចូលហើយយើងអស់មកយើងចង់ឲ្យមានមេអំបៅអីចឹងចេះដាក់ឆ្នៃចឹងណាបងប្អូនធ្វើឲ្យស្អាតទៅមានមេអំបៅមានអីចឹងទៅវីដេអូធំយូរតិចបងប្អូនព្រោះឲ្យយើងធ្វើបទចម្រៀងមកបទអីត្រូវការពេលវេលាច្រើនណាបងប្អូនណាយើងដាក់ឡើង I've been running through the noise of the city. មេអំបៅដាក់ឡើងហ្នឹងក៏បានយើងអាចដាក់ឡើងហ្នឹងក៏បានហើយយើងអាចដាក់អីកន្លែងផ្សេងទៀតយើងថែមទៅមានផ្កាមានអីចឹងទៅដាក់ទៅអញ្ចឹងចេះតែលេងណាបងប្អូនលេងទៅលេងឲ្យស្អាតមានផ្កាមានមេអំបៅមានចឹងទៅចេះធ្វើយើងធ្វើមិនឲ្យវាស្អាតទេទៀតទៅយើងដាក់ឡើងណាឲ្យសមនេះឡើយនេះអានេះយើងដាក់ទៅដោយធ្វើឲ្យវាដោយលក្ខណៈថាវាច្រៀងទៅតាមបទចម្រៀងអញ្ចឹងណាវាលោតទៅតាមបទភ្លេងសាច់ភ្លេងអញ្ចឹងណាបងប្អូនណាអាហ្នឹងអញ្ចឹងទៅយកវាធំហើយវាឡើងទៅនេះឃើញយើងផ្កានេះដាក់ឡើងនេះមកមុខអានេះយើងឆ្នៃធ្វើឲ្យស្អាត The noise of the city. អានេះលើវាកុំឲ្យវាបាំងអក្សរវាស្អាតទៅឡើងនេះយើងអាចដាក់ឡើងនេះទៅកុំឲ្យអក្សរយើងវារត់ទៅវាបាំង Chasing dreams that fade away overnight. ហើយយើងមាន style ច្រើនទៀតបងប្អូនណាយើងអាច style យើងដាក់អីក៏បានយើងលេងទៅមានបេះដូងមានអីមានច្រើនទៀតបងប្អូនណាមានបេះដូងមានអីលោតមានច្រើនទៀតហើយយើងនេះប
បងប្អូនអាចឆ្នៃទៅយកមកឡើយនេះមកយើងអានេះយើងចេះឆ្នៃបងប្អូនណាយើងចេះឆ្នៃទៅឲ្យវារូបភាពមើលទៅវាតាក់ទាញបងប្អូនណាអញ្ចឹងទៅមាន Every road I take feels unfamiliar. Every face I see looks similar. But in the middle of the chaos and truth, there's one thing I ហើយតមកយើងបងប្អូនអាចឆ្នៃអីធ្វើមកឲ្យវាស្អាតជាងនឹងទៀតក៏បានដែរហ្នឹងឆ្នៃទៅរូបភាពមកកណោរូបភាពអីយើងអាចក៏រូបភាពអីផ្សេងទៅយើងលេងតាមហ្នឹងទៅមានធ្លាក់ព្រិលមានអីចឹងនេះ style នេះយើងដាក់ទៅនេះកន្លែងនេះមកមានកន្លែងនេះនេះឃើញទេឃើញបងប្អូនណាអញ្ចឹងវាមានច្រើនណាមានធ្លាក់ព្រិលមានស្អីយើងឆ្នៃទៅណាយើងច្រើនណាបងប្អូនហើយយើងធ្លាក់ផ្កាយទៀតជាដាក់ទៅអស់ហើយត្រូវយកឆ្វៀងណាI've been running through the noise of the city light, chasing dreams that fade away overnight. Every road I អញ្ចឹងអាផ្កាហ្នឹងយើងអត់ពេញចិត្តយើងលុបវាវិញទៅយើងលុបវាយើងដាក់តាផឹមធ្លាក់ព្រិលទៅវាល្មមជា I've been running through the noise of the city light, chasing dreams that fade away overnight. ហើយបន្តមកទៀតបងប្អូនចុចទៅកន្លែង export នេះបងប្អូនណាយើងវាតយើងមានគណនី account pro បងប្អូនណាប៉ុន្តែខ្ញុំធ្វើឲ្យបងប្អូនមើលតាខ្ញុំធ្វើមិនអញ្ចឹងយើងប៉ុណ្្នឹងហើយយើងបងប្អូនចុច control A មកទាំងអស់យើង control A បងប្អូនណាលើ keyboard យើង control A មកវា select all ដឹងហ្នឹងបងប្អូនណាអញ្ចឹងយើងគ្រាន់តែអស់វាក៏បានដែរនេះយើងអស់ហើយយើងចុចម៉ៅខាងឆ្វេងមកហើយបងប្អូនចុចនៅកន្លែងនេះឃើញនេះបងប្អូននេះសញ្ញានេះ create នេះអញ្ចឹងបងប្អូនចុចទៅលើកន្លែងហ្នឹងមកនេះបងប្អូនហ្នឹងអញ្ចឹងយើង AG ទៅវានឹងយើងចុច AG ទៅវានឹងបងប្អូនលេខ keyboard យើងចុចអក្សរ G ក៏បានដែរចាំមើលយើង control A ទៅវា select all ហើយបន្តមកទៀតយើងចុច A ហើយអក្សរ G ទៅវានឹងAG តទៅពេលយើងបងប្អូនចុចហ្នឹងកន្លែងហ្នឹងនេះនៅកន្លែងហ្នឹងឃើញទេបងប្អូនណាហើយលើចុចកន្លែងហ្នឹងមកវាពម្រួមវាចាប់ទៅវាចាប់របស់យើងឃើញទេបញ្ចូលគ្នាអញ្ចឹងហើយបន្តមកទៀតបងប្អូនក៏ចុចមកវានៅដែរឃើញទេបងប្អូនអញ្ចឹងយើងត្រូវចុចយើងចុចទៅកន្លែងវីដេអូយើងម្ដែរហ្នឹងហើយយើងចុចក្រៃคลิកម្ដងទៀតហើយបងប្អូនចុចទៅកន្លែងនេះឃើញនេះ project នេះឃើញបងប្អូននេះចុចកន្លែងហ្នឹងមកនេះខាងក្រោមមកនេះបងប្អូនណាចុចម្ដងទៀតមកឲ្យវាrefresh file យើងហ្នឹងវាយើងធ្វើលក្ខណៈថាដូចជាបទចម្រៀងដែលយើងទិញកម្មសិទ្ធិពី CapCut ហ្នឹងអញ្ចឹងយើងធ្វើអញ្ចឹងទៅបងប្អូនហើយយើងរងចាំវាឲ្យគ្រប់ 100% បងប្អូនណាត្រូវការរងចាំវាយូរដែរបងប្អូនព្រោះបទចម្រៀងនេះ3នាទីបងប្អូន3នាទីជាងហើយឥឡូវតំបាន 10% អញ្ចឹងបងប្អូនមិនតាន់ពេញចាំមើលខ្ញុំប្រាប់ធ្វើមិនទៀតហើយអញ្ចឹងវីដេអូនោះធំយូរតិចបងប្អូនចូល24នាទីបងប្អូនណាអញ្ចឹង24នាទីបន្តមកទៀតយើងត្រូវការរងចាំវាបងប្អូនណាត្រូវការព្រោះខ្ញុំធ្វើវីដេអូនេះខ្ញុំចែកម្លែកនិយាយទៅគឺច្បាស់លាស់ហ្មងបងប្អូនណា
dương thơ ấy cả mọi lùm lùm đó không bốn chẳng ông bốn thực miên account chat GPT លក្ខណៈធម្មតាក៏បានបើមាន Pro វាស្រួលវាអត់សូវញ៉ៃញ៉ៃហើយលឿនទៀតហើយទី2យើងត្រូវចូលទៅកាន់ website ហ្នឹងបងប្អូនណាអញ្ចឹង website នេះវា free ឲ្យយើងវាកាត់ឲ្យយើងឃើញវាកាត់ credit ពេលយើងផលិតបទចម្រៀងវាកាត់160ហ្នឹងបងប្អូនណាយើងនៅសល់តែ20ទេនេះហើយតែបើយើងមាន Gmail ច្រើនអីចឹងអាហ្នឹងយើងអាចផលិតបទចម្រៀងហ្នឹងបានច្រើនអញ្ចឹងតោះមកខ្ញុំហើយអានេះរូបភាពអញ្ចឹងយើងឲ្យ chat GPT គាត់ទៅសេ prompt សេរូបភាពអីដូចចេះអីអញ្ចឹងមក prompt មកហ្នឹងហើយយើងស្រួលទេបងប្អូនហើយយើងទៅសេតែខ្មែរហ្នឹងយើងចេះអង់គ្លេសតិចតួចហ្នឹង prompt អញ្ចឹងយើងសេទៅហ្នឹងហើយយើងអង់គ្លេសចេះតិចតួចអញ្ចឹងទៅយើងទៅសេតែអក្សរខ្មែរហ្នឹងខ្ញុំឲ្យវាបង្កើតអីផ្សេងឲ្យយើងអញ្ចឹងស្រួលមែនតើហ្នឹងអញ្ចឹងយើងគ្រាន់តែចង់ឲ្យវាបង្កើតបទចម្រៀងឲ្យយើងទៀតចង់បានប៉ុន្មានបទក៏បានដែរតែខ្ញុំគ្រាន់ថាខ្ញុំធ្វើឲ្យបងប្អូនមើលមួយបទអញ្ចឹងខ្ញុំធ្វើឲ្យបងតោះមកខ្ញុំសរសេរម្ដងទៀតអញ្ចឹងខ្ញុំសរសេរទៀតទៅហ្នឹងហើយសូមជួយហ្នឹងហើយបង្កើតហ្នឹងហើយបទចម្រៀងបទចម្រៀងដែលល្អជាងនេះហ្នឹងហើយជាងនេះដល់ខ្ញុំចំនួនខ្ញុំចង់បានប៉ុន្មានឥឡូវបងប្អូនចង់បាន5បទ10បទឥឡូវខ្ញុំថា5ចង់បានបទហ្នឹងហើយយើងដាក់ថាពីរោះអញ្ចឹងណាក្នុងឆ្នាំ2026អញ្ចឹងទៅហ្នឹងហើយឥឡូវខ្ញុំឲ្យវាបង្កើត5បទទៀតហើយខ្ញុំចុចមកបងប្អូនមកពឹបមកតមកវានឹងសរសេរបទចម្រៀងឲ្យយើងចំនួន5បទទៀតឃើញទេបងប្អូនឃើញទេចំណងជើងបទចម្រៀងស្រួលមែនតែនហ្មងហើយបងប្អូនអត់មានញ៉ៃទៀតបើយើងមាន account Pro ទៅយើងអត់សូវពិបាកនេះ account ខ្ញុំ Chat GPT for teacher ហ្នឹងបងប្អូនណាហើយឃើញបងប្អូនណាវាបង្កើតឲ្យបទចម្រៀងឲ្យយើងចំនួន5បទបងប្អូនណានេះឃើញទេ5បទអានេះវាសម្រាប់ឥឡូវអានេះមើលយើងមិញខ្ញុំមិញកន្លែងនេះបងប្អូនណានេះឥឡូវយើងធ្វើពេញបងប្អូនណាឥឡូវយើងចូលទៅកាន់អាកន្លែងយើងត្រូវមើលបងប្អូនណាយើងត្រូវកាន់កុំព្យូទ័រយើងហើយបងប្អូនចូលទៅកាន់កន្លែង Chat GPT ហ្នឹងចូលចុចក្រៅ click មកចូលមកយើង open file នេះបងប្អូនណានេះ location នេះអញ្ចឹងយើង open មកយើងចុច line ហ្នឹងហើយយើងទៅដល់ line file វាហើយយើងចុចថយក្រោយតិចបងប្អូនណាយើងចុចថយក្រោយតិចហើយយើងនេះ user data ហ្នឹងយើងចុច line user data ហើយយើងចូលទៅមើលអាកន្លែង project វានេះបងប្អូននេះ project វាហ្នឹងបងប្អូនចូលទៅកន្លែង project វាមកហើយបងប្អូនជ្រើសរើសអាទី2នេះអញ្ចឹងបទចម្រៀងយើងអាដែលយើងនេះលេខរៀង12 41នេះបងប្អូន1221នេះឃើញយើងមើលអាឡៃលេខរៀងដែលយើងបានមិញ project វាមិញហ្នឹងព្រោះអីបន្តមកយើងចូលទៅកន្លែង folder វាទៅហើយបងប្អូនចុចទៅកន្លែងរកមើលវីដេអូនេះបងប្អូននេះឃើញនេះយើងចុចកន្លែងនេះអីគេនេះបងប្អូនចុចទៅហើយយើងជ្រើសរើសអាកន្លែងណានេះអាកដាហ្នឹងមើលឃើញនេះវីដេអូនេះបងប្អូនឃើញអញ្ចឹងបងប្អូនមើលកន្លែងនេះទៅនេះឃើញទេនឹងហើយចុចកន្លែងហ្នឹងមកហើយយើងបងប្អូនចាំបទចម្រៀងយើងហ្នឹងយើងយកមក copy ដាក់ទៅកន្លែងរបស់យើងវិញមកនេះបងប្អូនណាយើងអស់វាមកហើយយើងយកមកដាក់កន្លែងនេះវិញហើយបន្តមកទៀតបងប្អូនធ្វើការនេះឃើញថាកន្លែងបទចម្រៀងដែលយើងបានកាត់តវិញហើយវិញយើងទាញវិញហ្នឹងយើងទាញមកចុះមកក្រោមមកឃើញទេបងប្អូនណាហើយយើងលុបអាចាស់ហ្នឹងចេញបងប្អូន delete វាចេញមកកន្លែងនេះឃើញទេចុចកន្លែង delete មកលុបវាឃើញទេហើយកន្លែងហ្នឹងនេះឃើញទេអញ្ចឹងអាកន្លែង file នេះយើងវាអត់ឃើញតែយើងចង់លុបវាក៏បានយើងទុកវាក៏បានដែរឡោះថាខ្ញុំចង់ទុកវាចោះទុកវាយើងទុកវាអញ្ចឹងណាហើយខ្ញុំយកតានេះទៅនេះខ្ញុំយកនេះអញ្ចឹងខ្ញុំលុបអក្សរហ្នឹងខ្ញុំគ្រាន់តែចុចទៅលើវាទៅខ្ញុំចុចលើអាវីដេអូអក្សរហ្នឹងយើងគ្រាន់តែអុសវាមកក៏បានដែរយើងចង់អុសក៏បានចង់លុបក៏បាន
ngon còn bạn hay dương ở check play mà ông vô nè việc khơi nhau vốn anh đi nhung còn ở tia ho nữa nhưng bông bông nè dương ai thơm bây giờ việc lên ở sát trên năng ấy I've been running through the noise of the city light. hay tao máu bông bông chơi tơ lại eSport tới viêm miền thời ca tiêm tia dương tinh là không rồi tiết hay dương ai tự xe tới nhưng chúng dương ấy dương đã tới là lời xe gì ông lê tới anh ấy còn là tia ho đấy bông bông á ở đây có bông bông ở bên đại dương convert dương ai từ đây sẽ van phò khe 8នេះ8K នេះអញ្ចឹងយើងសេរីប្រហែលក៏បានដែរស៊ីសងលើកុំព្យូទ័រយើងអូសរួចអត់ហើយ30ប្រេង60ប្រេងអីបងប្អូនអាចសេរីបានហើយចំពោះឈ្មោះបទចម្រៀងវិញពេលដែលយើងកុំឲ្យប្រមាថយើងក៏ copy ឈ្មោះនេះមកនេះបងប្អូននេះឈ្មោះបទចម្រៀងដែលយើងឲ្យវាទៅសេមិញហ្នឹងនេះចូលlạiហ្នឹងមកទាំងអស់ហ្នឹងហើយដាក់នៅlạiខេខាត់ហ្នឹងឬផាសក៏បានដែរតមក control V មកខ្ញុំផាសនេះឃើញអញ្ចឹងយើងគ្រាន់តែ export ទៅវានឹងកាត់វីដេអូឲ្យយើងអញ្ចឹងត្រូវការយូរពេលយូរទៀតអញ្ចឹងមើលវីដេអូដែលខ្ញុំបរៀននេះវាចូល30នាទីប៉ុន្តែខ្ញុំធ្វើអីមួយឲ្យច្បាស់លាស់បងប្អូនខ្ញុំចង់ធ្វើឲ្យបងប្អូនមើលទៅលេខខេសហើយធ្វើឲ្យរួចតែពីដៃអញ្ចឹងណាអញ្ចឹងអ្នកណាដែលបានមើលវីដេអូនោះទៅធ្វើតាមខ្ញុំទៅវាស្រួលឆាប់ចេះឆាប់យល់រឿងអញ្ចឹងយើងត្រូវមាន account chat GPT មួយមកហើយយើងបន្តមកទៀតយើងចូលទៅកាន់ website ហ្នឹងយើងផលិតបទចម្រៀងនៅ website យើងបងប្អូននេះឃើញនេះអាកន្លែងនេះបងប្អូនអាចចូលហើយនៃផលិតបទចម្រៀងហ្នឹងឥឡូវបានទេបងប្អូននេះឃើញ3នាទីកុំព្យូទ័រខ្ញុំវាល្មមអស់បងប្អូនណាហើយយើងចូលទៅកាន់ live play វីដេអូនេះខ្ញុំឃើញបងប្អូនណាឃើញបងប្អូនណាឥឡូវឲ្យវាចប់កន្លែងហ្នឹងយើងមើលវាអានេះខ្ញុំគ្រាន់តែបង្ហាញchoបងប្អូនទេ Chasing dreams that fade away overnight. Every road I take feels unfamiliar. Every face I see looks similar. But in the middle of the chaos and truth, there's one thing I'm still holding on to. I'm still true to you. When the world falls apart, when my faith is shaking, when I'm breaking my heart. អញ្ចឹងយើងធ្វើក្នុងការផលិតបទចម្រៀងដូចថាយើងលក្ខណៈថាងាយស្រួលមែនតើបងប្អូននិយាយទៅមានន័យប្រវាទអញ្ចឹងការចែករំលែកទាក់ទងនឹងការផលិតបទចម្រៀងបងប្អូនកុំភ្លេចជួយចុច like subscribe channel ខ្ញុំម្នាក់មួយផងជាពិសេស fan ខ្ញុំបងប្អូន fan អ្នកដែលលេងហ្គេមខ្ញុំអាចចង់ឲ្យគាត់ថាយើងយកពេលវេលាហ្នឹងយើងអាចមករកលុយរៀនបង្កើតជាបទចម្រៀង AI ឬក៏បង្កើតជាវីដេអូផ្សេងសម្រាប់យករកលុយជាមួយនឹង YouTube អីឬក៏ Facebook អីអញ្ចឹងវីដេអូនេះមានតែប៉ុណ្្នឹងជូនពរបងប្អូនទាំងអស់គ្នាជាពិសេស fan របស់ខ្ញុំអ្នកដែលលេងហ្គេមសូមឲ្យជួបតែសំណាងល្អសូមជម្រាបលា I've been running through the noise of the city lights, chasing dreams that fade away overnight. Every road I take feels unfamiliar. Every face I
similar. But in the middle of the chaos and truth, there's one thing I'm still holding on to. I'm still choosing you. When the world falls apart, when my faith is shaking, when I'm breaking my heart, through the highs and the lows, through the old and the new. If I lose everything, I'm still choosing you. We've been dancing in the fire and rain, saying we're fine while hiding the pain. Every scar tells a story we survived. Every tear reminds me we're alive. And I don't need perfect, I just need real. Something I can touch, something I can feel. Oh, I'm still choosing you. When the night feels long, when the right feels long, when I'm not that strong, through the cracks in our truth, through the bruises too. If tomorrow's unsure, I'm still choosing you. Maybe love's not meant to be easy. Maybe hearts are meant to break. But I'd rather fall 1,000 times than walk this life without your name. If the stars burn out and skies turn blue, I'll be standing here, still choosing you.